ធរជាតិអប្សរាជួសជុលចម្រឹងបង្អួចដែលបែកបាក់ចំនួន2ទីតាំងនៅប្រាសាទបន្ទាយសំរ៉ែក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានជួសជុលចម្រឹងបង្អួចចំនួន2ទីតាំងនៅប្រាសាទបន្ទាយសំរ៉ែដែលកំពុងប្រឈមនឹងហានិភ័យឲ្យរឹងមាំឡើងវិញប្រធានក្រុមការងារការដ្ឋានជួសជុលប្រាសាទបន្ទាយសំរ៉ែលោកលងណារីមានប្រសាសន៍ថាកិច្ចការដំបូងគឺត្រូវស្វែងរកបំណែកចម្រឹងបង្អួចដែលបានបាក់ធ្លាក់លើដីនិងសិក្សាប្រមូលទិន្នន័យពីស្ថានភាពខូចខាតរបស់ចម្រឹងបង្អួចដែលមានស្នាមប្រេះបាក់ជាកំណាច់រួចហើយត្រូវធ្វើការផ្គុំសាកល្បងថ្មរបស់ចម្រឹងបង្អួចទាំងនោះដើម្បីឈានដល់ការជួសជុលលោកបន្តទៀតថាចម្រឹងបង្អួចដែលក្រុមការងារធ្វើការជួសជុលនៅទីតាំងទី1នាខ្លោងទ្វារខាងជើងមានសភាពទ្រុឌទ្រោមនិងចុះខ្សោយខ្លាំងដែលទាមទារការជួសជុលពង្រឹងតភ្ជាប់ថ្មត្រង់កន្លែងបាក់បែកដើម្បីឲ្យរឹងមាំនិងមានលំនឹងដូចដើមឡើងវិញចំណែកចម្រឹងបង្អួចនៅទីតាំង2នាខ្លោងទ្វារខាងលិចក៏រងការខូចខាតដោយអន្លើថ្មខ្លះបានធ្លាក់កោនៅលើដីបាក់ជាកំណាត់តម្រូវឲ្យមានការព្យាបាលឡើងវិញដូចជាលាងសម្អាតស្លាយកំណកដីលើកន្លែងដែលត្រូវព្យាបាលនិងតភ្ជាប់ដោយដាក់ស្នូព្រមទាំងបិទកែវភ្ជាប់សាច់ថ្មបិទបាយអកបំពេញស្នាមប្រេះនៅតាមមុខដំណការពារកុំឲ្យជ្រាបទឹកចូលថ្មជាថ្មីឡើងវិញចម្រឹងបង្អួចទាំងពីរកន្លែងដែលរងការខូចខាតដោយសារតែអាយុកាលរាប់ឆ្នាំព្រមទាំងរងកម្ដៅថ្ងៃសំណើមទឹកភ្លៀងនិងទឹកជ្រាបចូលដែលធ្វើឲ្យចម្រឹងបង្អួចនិងរចនាសម្ព័ន្ធផ្សេងទៀតនៅខ្លោងទ្វារប្រាសាទបន្ទាយសំរ៉ែរងការខូចខាតយ៉ាងខ្លាំងដូចជាការប្រេះស្រាំពុកផុយនិងរបេះថ្មជាដើម